តើមានកត្តាអ្វីទាញទម្លាក់សេដ្ឋកិច្ចអាមេរិកឲ្យដាំក្បាលចុះមិនធ្លាប់មាននៅក្នុងរយៈពេល3ឆ្នាំកន្លងមកនេះសេដ្ឋកិច្ចអាមេរិកដែលជាបងធំនៅលើពិភពលោកនៅត្រីមាសទី1ឆ្នាំ2025នេះបានធ្លាក់ចុះជាលើកដំបូងមិនធ្លាប់មាននៅក្នុងរយៈពេល3ឆ្នាំមកនេះហើយកត្តាចម្បងដែលទាញទម្លាក់សេដ្ឋកិច្ចអាមេរិកឲ្យដាំក្បាលចុះបែបនេះគឺដោយសារការដំឡើងពន្ធគយខ្ពស់កប់ពពកដ៏ចម្រូងចម្រាសរបស់លោកដូណាល់ត្រាំដែលបានជំរុញឲ្យក្រុមហ៊ុននានាសម្រុកនាំចូលទំនិញយ៉ាងគំហុកឲ្យបានមុនថ្ងៃពន្ធគយរបស់លោកត្រាំចូលជាធរមាននេះយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសាវិនអន្តរជាតិធំៗជាច្រើនសេដ្ឋកិច្ចអាមេរិកនៅត្រីមាសទី1ឆ្នាំ2025នេះបានធ្លាក់ចុះ 0.3% ដែលជាការធ្លាក់ចុះលើកដំបូងមិនធ្លាប់មាននៅក្នុងរយៈពេល3ឆ្នាំមកនេះខណៈដែលក្រុមហ៊ុននានាសម្រុកនាំចូលទំនិញយ៉ាងគំហុកឲ្យបានមុនពេលពន្ធគយថ្មីដែលដំឡើងដោយលោកដូណាល់ត្រាំចូលជាធរមានទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មអាមេរិកបានបង្ហាញថាផលិតផលក្នុងស្រុកសរុបរបស់មហាអំណាចសេដ្ឋកិច្ចធំបំផុតលើពិភពលោកមួយនេះបានធ្លាក់ចុះ 0.3% នៅត្រីមាសទី1ដើមឆ្នាំ2025បន្ទាប់ពីសម្រេចបានកំណើន 2.4% នៅត្រីមាសទី4ចុងឆ្នាំ2024តែទិននឹងបញ្ហានេះប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានជំរុញឲ្យពលរដ្ឋអាមេរិករក្សាភាពអត់ធ្មត់ដោយលោកបានអះអាងថាពន្ធគយរបស់លោកអាចជះផលប៉ះពាល់ខ្លះនៅគ្រាដំបូងប៉ុន្តែនៅទីបំផុតពន្ធគយនេះនឹងជំរុញឲ្យសេដ្ឋកិច្ចអាមេរិកមានសន្ទុះហក់ឡើងវិញជាក់ជាមិនខានទិន្នន័យដដែលបានបង្ហាញទៀតថាទំនិញនាំចូលបានកើនឡើងរហូតដល់ទៅ 41% ដែលជាសន្ទុះលឿនបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ2020មកទន្ទឹមនឹងនេះការចាយវាយរបស់អតិថិជនជាអ្នកប្រើប្រាស់ក៏បានធ្លាក់ចុះខ្លាំងដែរដោយធ្លាក់ចុះពី 4% ក្នុងត្រីមាសទី4ចុងឆ្នាំ2024មកដល់ត្រឹម 1.8% ហើយការចំណាយរបស់រដ្ឋាភិបាលសហព័ន្ធក៏បានធ្លាក់ចុះ 5.1% ដែរនៅត្រីមាសទី1ឆ្នាំនេះ